សូមបិទភ្នែករបស់អ្នកមួយផ្លែតហើយដកដង្ហើមចូលឲ្យជ្រៅតើពេលនេះអ្នកកំពុងមានអារម្មណ៍ថាស្មាទាំងសងខាងរបស់អ្នកធ្ងន់ដែរឬទេតើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងហត់នឿយខ្លាំងរហូតដល់ចង់រត់គេចចេញពីមនុស្សគ្រប់គ្នាដែរឬទេការហត់នឿយនេះវាមិនមែនកើតឡើងដោយសារតែការងារអ្នកធ្ងន់ពេកឬកម្លាំងកាយអ្នកខ្សោយនោះទេប៉ុន្តែវាជារោគសញ្ញានៃការហត់នឿយផ្លូវចិត្តដោយសារតែអ្នកខំប្រឹងខ្លាំងពេកក្នុងការធ្វើជាមនុស្សល្អសម្រាប់មនុស្សគ្រប់គ្នាលើកលែងតែខ្លួនឯងអ្នកតែងតែខ្លាចគេខឹងអ្នកខ្លាចគេអន់ចិត្តអ្នកតែងតែឆ្លើយថាបាទឬចាស់រាល់ពេលដែលគេពឹងពាក់ទាំងដែលនៅក្នុងចិត្តរបស់អ្នកកំពុងតែស្រែកអង្វរថាទេខ្ញុំហត់ណាស់ខ្ញុំគ្មានពេលទេអ្នកសុខចិត្តលះបង់ពេលវេលាសម្រាប់របស់ខ្លួនឯងដើម្បីទៅជួយដោះស្រាយបញ្ហារបស់អ្នកដទៃអ្នកសុខចិត្តលាក់បាំងមតិយោបល់ពិតប្រាកដរបស់អ្នកព្រោះខ្លាចបាត់បង់ទំនាក់ទំនងប៉ុន្តែតើអ្នកដឹងទេថាលទ្ធផលចុងក្រោយដែលអ្នកទទួលបានមកវិញគឺអ្វីគឺពេលវេលារបស់អ្នកត្រូវបានគេលួចយកក្តីស្រមៃរបស់អ្នកត្រូវបានគេលើកពេលចោលហើយថាមពលជីវិតរបស់អ្នកត្រូវរីងស្ងួតអ្នកកំពុងតែក្លាយជាកម្មចន្ទាសម្រាប់អ្នកដទៃឲ្យជន់ឈានឡើងទៅរកភាពជោគជ័យរបស់ពួកគេខណៈដែលអ្នកខ្លួនឯងបែរជាបន្តឈប់ទ្រឹងនៅនឹងកន្លែងដដែលថ្ងៃនេះនៅក្នុងសៀវភៅសម្លេងមួយនេះយើងនឹងលាតត្រដាងនៅការពិតដ៏ស្រួចស្រាវមួយដែលមនុស្សភាគច្រើនតែងតែខ្លាចរអាក្នុងការប្រឈមមុខការពិតនោះគឺប្រសិនបើអ្នកពិតជាចង់រីកចម្រើនអ្នកមិនអាចបន្តធ្វើជាមនុស្សទន់ភ្លន់គ្រប់កាលៈទេសៈបានទៀតទេអ្នកត្រូវតែហ៊ានធ្វើជាមនុស្សចិត្តដាច់នៅពេលដែលអ្នកឮពាក្យថាចិត្តដាច់មនុស្សជាច្រើនតែងតែមានការយល់ច្រឡំពួកគេគិតដល់ភាពឃោរឃៅភាពអាត្មានិយមការគ្មានសីលធម៌ឬការជន់ឈ្លីអ្នកដទៃដើម្បីផលប្រយោជន៍ខ្លួនសូមលុបការគិតបែបនោះចេញពីខួរក្បាលរបស់អ្នកភ្លាមការធ្វើជាមនុស្សចិត្តដាច់នៅក្នុងបរិបទនៃការអភិវឌ្ឍខ្លួនគឺជារឿងដ៏ថ្លៃថ្លាបំផុតមួយដែលអាចនឹងធ្វើសម្រាប់ខ្លួនឯងចិត្តដាច់នៅទីនេះមិនមែនសំដៅទៅលើការធ្វើបាបអ្នកដទៃទេប៉ុន្តែវាសំដៅទៅលើការគោរពខ្លួនឯងភាពក្លាហានក្នុងការការពារតម្លៃរបស់ខ្លួននិងការហ៊ានកាត់ចោលរាល់អ្វីៗដែលមិនបម្រើដល់ការរីកចម្រើនរបស់អ្នកចូលប្រៀបធៀបខ្លួនអ្នកទៅនឹងដើមឈើមួយដើមដើម្បីឲ្យដើមឈើមួយអាចលូតលាស់បានខ្ពស់ត្រដែតបែកមែកសាខានិងផ្ដល់ផ្លែផ្កាបានល្អអ្នកថែសួនចាំបាច់ត្រូវតែយកកន្ត្រៃមកកាត់ចោលនៅមែកណាដែលស្ងួតមែកណាដែលងាប់និងមែកណាដែលដុះខុសទិសដៅការកាត់នេះអាចមើលទៅហាក់ដូចជាធ្វើឲ្យដើមឈើឈឺចាប់ប៉ុន្តែប្រសិនបើមិនកាត់វាចោលទេមែកដែលគ្មានប្រយោជន៍ទាំងនោះវានឹងបឺតយកជីវជាតិនិងទឹកចេញពីដើមទាំងមូលធ្វើឲ្យដើមឈើនោះក្រិនលែងលូតលាស់ល្អជីវិតរបស់អ្នកក៏ដូចគ្នាដែរវាគឺជាការដាច់ចិត្តក្នុងការនិយាយពាក្យថាទេចំពោះការអញ្ជើញដែលគ្មានប្រយោជន៍ដើម្បីយកពេលវេលានោះមកអានសៀវភៅវាគឺជាការដាច់ចិត្តក្នុងការដើរចេញពីទំនាក់ទំនងដែលពោរពេញទៅដោយជាតិពុលទោះបីជាអ្នកធ្លាប់មានអនុស្សាវរីយ៍យូរឆ្នាំជាមួយគេក៏ដោយវាគឺជាការដាច់ចិត្តក្នុងការបោះបង់ទម្លាប់សប្បាយៗរយៈពេលខ្លីដូចជាការអូសទូរស័ព្ទមើលរឿងអត់ប្រយោជន៍ដើម្បីដូរយកការកសាងអាជីវកម្មឬការរៀនជំនាញថ្មីៗអ្នកមិនអាចសាងសង់វិមានដ៏រឹងមាំមួយនៅលើគ្រឹះដែលពោរពេញទៅដោយសម្រាមបានទេការធ្វើជាមនុស្សចិត្តដាច់គឺជាអំបោះទឹកដែលបោះសម្អាតផ្លូវរបស់អ្នកឆ្ពោះទៅរកគោលដៅដើម្បីឈានទៅរកភាពរីកចម្រើនពិតប្រាកដអ្នកមិនមែនគ្រាន់តែគិតនោះទេអ្នកត្រូវតែអនុវត្តភាពចិត្តដាច់នេះនៅក្នុងសមរភូមិសំខាន់ៗចំនួន3នៃជីវិតរបស់អ្នកពេលវេលាគឺជារូបិយប័ណ្ណតែមួយគត់នៅលើโลกនេះដែលអ្នកចាយហើយមិនអាចរកមកវិញបានទេមនុស្សម្នាក់ៗមាន24ម៉ោងដូចគ្នា
មិនថាអ្នកមានឬអ្នកក្រប៉ុន្តែហេតុអ្វីបានជាអ្នកខ្លះជោគជ័យឯអ្នកខ្លះទៀតបរាជ័យចម្លើយគឺស្ថិតនៅលើការគ្រប់គ្រងពេលវេលាចាប់ពីថ្ងៃនេះតទៅអ្នកត្រូវតែចិត្តដាច់ក្នុងការបដិសេធនៅពេលដែលមាននរណាម្នាក់បបួលអ្នកទៅញ៉ាំអីឬដើរលេងក្នុងពេលដែលអ្នកកំពុងមានការងារសំខាន់អ្នកត្រូវតែហ៊ាននិយាយថាសំទោសខ្ញុំរវល់កុំមានអារម្មណ៍ខុសឲ្យសោះព្រោះរាល់ពេលដែលអ្នកនិយាយថាបាទឬក៏ចាស់ទៅកាន់រឿងដែលមិនសំខាន់គឺអ្នកកំពុងតែនិយាយពាក្យថាទេទៅកាន់ក្តីស្រមៃនិងគោលដៅរបស់ខ្លួនឯងចូលការពារពេលវេលារបស់អ្នកដូចជាអ្នកការពារទ្រព្យសម្បត្តិរបស់អ្នកដ៏មានតម្លៃបំផុតរបស់អ្នកអញ្ចឹងចំណុចនេះគឺជារឿងដែលឈឺចាប់បំផុតតែវាក៏ជារឿងដែលចាំបាច់បំផុតជឿខ្ញុំចុះមិនមែនគ្រប់គ្នាដែលហៅថាមិត្តភក្តិសុទ្ធតែចង់ឃើញអ្នកហោះបានខ្ពស់ជាងពួកគេនោះទេមានមនុស្សខ្លះនៅក្បែរអ្នកគ្រាន់តែដើម្បីបឺតជញ្ជក់ថាមពលរបស់អ្នកយើងហៅពួកគេថាជាបិសាចជញ្ជក់ថាមពលពួកគេគឺជាមនុស្សដែលទូរស័ព្ទមកអ្នកដើម្បីតែត្អូញត្អែរឿងអវិជ្ជមាននិយាយដើមគេឬរារាំងអ្នករាល់ពេលដែលអ្នកចង់សាកល្បងអ្វីដែលថ្មីពួកគេប្រាប់អ្នកថាធ្វើមិនបានទេកុំប្រឹងពេកឬឯងវាឈួតហើយប្រសិនបើអ្នកចង់ក្លាយជាឥន្ទ្រីដែលហើរលើវេហាអ្នកមិនអាចបន្តចំណាយពេលជីកកកាយដីជាមួយនឹងវងសត្វមាន់បានទៀតឡើយអ្នកត្រូវតែចិត្តដាច់កាត់បន្ថយការទំនាក់ទំនងឬកាត់ផ្ដាច់តែម្ដងជាមួយមនុស្សដែលទាញអ្នកចុះវាអាចនឹងធ្វើឲ្យអ្នកឯកានៅពេលដំបូងប៉ុន្តែភាពឯកានៃការរីកចម្រើនគឺប្រសើរជាងការមានគ្នាច្រើនតែនាំគ្នាដើរចូលរណ្ដៅសត្រូវដ៏ធំបំផុតរបស់អ្នកវាមិនមែនជានរណាផ្សេងក្រៅពីខ្លួនអ្នកផ្ទាល់នោះទេតើអ្នកធ្លាប់កំណត់ម៉ោងរោនៅម៉ោង5ព្រឹកតែដល់ពេលវារោអ្នកបែរជាចុចបិទហើយប្រាប់ខ្លួនឯងថាសុំគេង5នាទីទៀតដែរឬទេតើអ្នកធ្លាប់ប្រាប់ខ្លួនឯងថាចាំថ្ងៃស្អែកចាំធ្វើរហូតដល់ថ្ងៃស្អែកនោះមិនដែលមកដល់ដែរឬទេការលួងលោមខ្លួនឯងបែបនេះគឺជាថ្នាំពុលនៅពេលដែលអ្នកចោះចាញ់នឹងភាពខ្ជិលច្រអូសអ្នកកំពុងតែបង្រៀនខួរក្បាលរបស់អ្នកឲ្យស្គាល់ពីភាពទន់ខ្សោយអ្នកត្រូវតែចិត្តដាច់ជាមួយនឹងខ្លួនឯងនៅពេលដែលម៉ោងរោឡើងអ្នកត្រូវតែទាញភួយចេញហើយក្រោកឈរភ្លាមកុំគិតកុំតវ៉ាជាមួយនឹងខ្លួនឯងវិន័យគឺជារឿងតែមួយគត់ដែលអាចភ្ជាប់គម្លាតរវាងក្តីស្រមៃនិងការពិតបានក្តីមេត្តាចំពោះភាពខ្ជិលច្រអូសនៅថ្ងៃនេះគឺជាភាពឃោរឃៅបំផ្លាញអនាគតខ្លួនឯងនៅថ្ងៃស្អែកខ្ញុំដឹងថាការផ្លាស់ប្ដូរខ្លួនឯងឲ្យក្លាយទៅជាមនុស្សចិត្តដាច់វាមិនមែនជារឿងងាយស្រួលនោះទេនៅពេលដែលអ្នកចាប់ផ្ដើមផ្លាស់ប្ដូរមនុស្សមួយចំនួនដែលធ្លាប់តែទាញយកផលប្រយោជន៍ពីអ្នកនឹងចាប់ផ្ដើមមិនសប្បាយចិត្តពួកគេអាចនឹងលាបពណ៌អ្នកហៅអ្នកថាជាមនុស្សវាយរឹកជាមនុស្សរើសអើងឬជាមនុស្សប្រែប្រួលឬអាត្មានិយមនៅពេលដែលអ្នកឮពាក្យទាំងនេះសូមញញឹមដោយមោទនភាពព្រោះនោះគឺជារោគសញ្ញាដ៏ច្បាស់លាស់ដែលបញ្ជាក់ថាអ្នកកំពុងតែដើរផ្លូវត្រូវហើយវាបញ្ជាក់ថាអ្នកលែងស្ថិតក្រោមការបញ្ជានិងការចាក់ផ្សាយរបស់ពួកគេទៀតហើយត្រូវចាំថាអ្នកមិនកើតមកនៅលើផែនដីនេះដើម្បីបំពេញចិត្តមនុស្សគ្រប់គ្នានោះទេការបដិសេធសំណើរបស់អ្នកណាម្នាក់អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាខុសនៅប៉ុន្មានវិនាទីដំបូងប៉ុន្តែវានឹងជួយសង្គ្រោះពេលវេលាអ្នកបានរាប់សិបម៉ោងការក្រោកពីគេងទាំងព្រលឹមដើម្បីទៅហាត់ប្រាណឬអានសៀវភៅទាំងដែលរាងកាយនៅងងុយគឺជារឿងដែលទើសទាល់បំផុតប៉ុន្តែវានឹងផ្ដល់ឲ្យអ្នកនូវសុខភាពនិងបញ្ញាដ៏អស្ចារ្យពេញមួយជីវិតមានពាក្យចាស់មួយឃ្លាបានពោលថាការឈឺចាប់ដែលកើតចេញពីការដាក់វិន័យខ្លួនឯងថ្លឹងទៅស្រាលជាងរោមសត្វចំណែកឯការឈឺចាប់កើតចេញពីការស្ដាយក្រោយនៅថ្ងៃអនាគតថ្លឹងទៅធ្ងន់ជាងភ្នំទៅទៀតតើអ្នកជ្រើសរើសការឈឺចាប់មួយណា
ប្រសិនបើអ្នកបានត្រៀមខ្លួនរួចរាល់ក្នុងការដោះលែងខ្លួនឯងពីច្រវាក់នៃភាពទន់ខ្សោយនោះគឺជាសកម្មភាពជាក់ស្ដែង3យ៉ាងដែលអ្នកត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃនេះតទៅទី1រៀនសិល្បៈនៃការនិយាយពាក្យថាទេអ្នកមិនចាំបាច់ត្រូវនិយាយដោយគំរោះគំរើយនោះទេនៅពេលមានគេពឹងឬបបួលគ្រាន់តែឆ្លើយតបដោយភាពម៉ឺងម៉ាត់គួរឲ្យគោរពថាអរគុណដែលបាននឹកឃើញដល់ខ្ញុំប៉ុន្តែពេលនេះខ្ញុំកំពុងផ្ដោតលើការងារសំខាន់មួយដូច្នេះខ្ញុំមិនអាចចូលរួមបានទេគ្រាន់តែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយអ្នកមិនចាំបាច់ត្រូវប្រឌិតរឿងភូតកុហកឬពន្យល់បកស្រាយវែងឆ្ងាយនោះទេអនុវត្តវាឲ្យស៊ាំមាត់ទី2ធ្វើសវនកម្មលើទំនាក់ទំនងរបស់អ្នកយកក្រដាសមួយសន្លឹកមកសរសេរឈ្មោះមនុស្ស5នាក់ដែលអ្នកចំណាយពេលជាមួយច្រើនជាងគេបំផុតសួរខ្លួនឯងដោយស្មោះត្រង់ថាតើមនុស្សទាំង5នាក់នេះកំពុងជំរុញឲ្យខ្ញុំដើរទៅមុខឬទាញខ្ញុំឲ្យថយក្រោយតើនៅពេលដែលជួបពួកគេខ្ញុំមានអារម្មណ៍ថាមានថាមពលឬក៏អស់កម្លាំងប្រសិនបើចម្លើយគឺអវិជ្ជមានសូមចាប់ផ្ដើមរក្សាចម្ងាយបន្តិចម្ដងកុំស្ទាក់ស្ទើរទី3កំណត់ច្បាប់អត់ឱន0 Zero Tolerance Policy សម្រាប់ទម្លាប់អាក្រក់ជ្រើសរើសទម្លាប់អាក្រក់មួយដែលកំពុងបំផ្លាញអ្នកឧទាហរណ៍ការចុចទូរស័ព្ទមុនគេងការញ៉ាំគ្រឿងស្រវឹងច្រើនការពន្យាពេលចាប់ពីថ្ងៃនេះទៅកំណត់ច្បាប់ទម្លាក់វាចោលភ្លាមបើអ្នកនិយាយថាលែងធ្វើគឺមានន័យថាលែងធ្វើជាដាច់ខាតកសាងពាក្យសម្ដីរបស់អ្នកឲ្យមានតម្លៃសម្រាប់ខ្លួនឯងមិត្តអ្នកស្ដាប់ជាទីស្រឡាញ់ជីវិតរបស់អ្នកគឺជាខ្សែភាពយន្តខ្នាតធំមួយដែលមានអ្នកជាតួឯកជាអ្នកដឹកនាំរឿងនិងអ្នកសរសេរ script ដោយផ្ទាល់ហេតុអ្វីបានជាអ្នកបណ្ដោយឲ្យអ្នកដទៃមកដណ្ដើមកាន់ប៊ិចសរសេរសាច់រឿងជីវិតជំនួសអ្នកពេលវេលាដែលអ្នកត្រូវរស់នៅដើម្បីផ្គាប់ចិត្តអ្នកដទៃគួរតែត្រូវបានបញ្ចប់ត្រឹមនេះហើយចូលកុំខ្លាចក្នុងការធ្វើជាមនុស្សចិត្តដាច់ដើម្បីការពារក្តីស្រមៃនិងអនាគតរបស់អ្នកចូលកុំខ្លាចក្នុងការបោះបង់អ្វីដែលគ្រាន់តែល្អដើម្បីផ្ដល់ឱកាសឲ្យខ្លួនឯងទទួលបានអ្វីដែលអស្ចារ្យបំផុតហើយជាពិសេសបំផុតចូលកុំខ្លាចក្នុងការឈរនិងដើរតែឯងប្រសិនបើការដើរតែឯងនោះគឺជាផ្លូវតែមួយគត់ដែលនាំឲ្យអ្នកទៅរកកំណែទម្រង់ដ៏ល្អឯករបស់ខ្លួនឯងចាប់ពីវិនាទីនេះតទៅសូមសម្លឹងមើលកញ្ចក់ហើយសន្យាជាមួយមនុស្សដែលនៅក្នុងកញ្ចក់នោះថាអ្នកនឹងឈប់ធ្វើជាទាសករនៃការគិតរបស់អ្នកដទៃអ្នកនឹងកាត់ផ្ដាច់ភាពទន់ខ្សោយកាត់ផ្ដាច់ការខ្ជិលច្រអូសនិងកាត់ផ្ដាច់ភាពភ័យខ្លាចទាំងអស់ចោលឲ្យអស់ធ្វើជាមនុស្សចិត្តដាច់ដើម្បីអនាគតរបស់អ្នកធ្វើជាមនុស្សចិត្តដាច់ទើបអ្នកអាចរស់នៅក្នុងជីវិតមួយដែលអ្នកពិតជាមានមោទនភាពយ៉ាងក្រៃលែងសូមអរគុណយ៉ាងជ្រាលជ្រៅដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់សៀវភៅសំឡេងមួយនេះខ្ញុំសូមជូនពរឲ្យអ្នករកឃើញនូវសេចក្តីក្លាហាននិងកម្លាំងចិត្តដ៏មហិមាក្នុងការផ្លាស់ប្ដូរជីវិតរបស់អ្នកចាប់ពីថ្ងៃនេះតទៅជោគជ័យគឺជារបស់អ្នកដែលហ៊ានសម្រេចចិត្តសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ